trong video nó nhôm nâng bà hai vì thô môiច្បាស់ទាំងអស់សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូដែលយើងបង្ហាញពី Photoshop 2026វីដេអូនេះខ្ញុំបង្ហាញពីកម្រិតដំបូងពីការបើកដំបូងបន្ទាប់ពីយើង install មកអញ្ចឹងដើម្បីយើងយល់ពី Photoshop យើងត្រូវយល់ពី interface ពី tool របស់ Photoshop មួយសិនអញ្ចឹងដំបូងយើងបើកមកយើងឃើញជា interface ជា layout វាចេញជាប៉ុណ្ណឹងអញ្ចឹងនៅពេលដែលយើងចេញប៉ុណ្ណឹងហើយខ្ញុំសូមយល់ពីគៀននេះសិននៅពេលយើងចូលមកដំបូង tool ដែលយើងចាំបាច់មើលពីដំបូងនេះគឺមានតែពីរនេះទេដែលយើងភាគច្រើនយើងប្រើកន្លែង new file នេះគឺយើងបង្កើត file ថ្មី open គឺយើង open បច្ចេកចាស់ដែលយើងធ្លាប់ប្រើពីមុនមកយើងចង់មកកែបន្ថែមអីយើងប្រើ open នេះបន្តមកទៀត home នេះអានេះគឺវា store នៅ file ដែលយើងប្រើចាស់ពីមុនមកយើងធ្លាប់edit ពីមុនមកអញ្ចឹងវាមាននៅក្នុងទាំងអស់ហើយអានេះខ្ញុំមាន2អញ្ចឹងវាមានមកទាំងអស់ហើយខាងលើនេះក៏យើងមានដែរនៅខាងលើនេះគឺយើងហៅថា menu bar ប៉ុន្តែយើងអត់ទាន់ចូលអាហ្នឹងទេខ្ញុំចូលមកកន្លែង start new page ពីដំបូងទៅអញ្ចឹងនៅពេលដែលយើងចុច new page ទៅវាមានជា size សម្រាប់បច្ចេករបស់យើង size សម្រាប់ file របស់យើងថាយើងត្រូវការប្រើសម្រាប់ file ទំហំមួយណាវាមាននៅក្នុងនេះទាំងអស់អញ្ចឹងនៅពេលដែលយើងបង្កើត file មកជាទូទៅយើងមានរូបមានអីនៅនេះទាំងអស់ហើយយើងចង់បង្កើត size អីយើងចុចមកគឺវាមាននៅក្នុងទាំងអស់ហើយវាអាចមាន function លើសពី version 2025 2024គឺវាលើសពីមុនបន្តិចអញ្ចឹងខ្ញុំនឹងបញ្យល់ពី size មួយយើងអាចមើលតាមអក្សរដែលគេដាក់មកនេះក៏យើងអាចយល់ខ្លះដែរដូចជា print គឺវាមានហើយដូចជា A4 A5 A3 គឺវាឲ្យ automatic មកហ្នឹងហ្មងហើយយើងក៏អាច custom បាននៅកន្លែងនេះណាប៉ុន្តែបើយើងកាត់nàyយើងអត់ដឹង size យើង select ពីនេះទៅក៏បានដែរខ្ញុំសូមកាត់នៅកន្លែងនេះបន្តមកទៀតជា size សម្រាប់ Atlas អាហ្នឹង AI វាមាននៅក្នុងដែរបន្តមកទៀតដែលយើងចាំបាច់ប្រើហ្មងគឺ mobile size សម្រាប់ទូរស័ព្ទយើងចង់ធ្វើ wallpaper ទូរស័ព្ទ wallpaper នេះលកាយគឺវាមាននៅក្នុងនឹងទាំងអស់ iPad អីណាអញ្ចឹងយើងបន្តមកទៀតយើងចូលមកដល់ film and video នេះវាសំខាន់នៅពេលយើងចង់ធ្វើអីមួយយើងចង់ edit សម្រាប់ video សម្រាប់យើងកាត់តវីដេអូបញ្ចូលមួយគ្នាយើងអាចមកយកវានឹងទៅបានអានេះទំហំ18អានេះទំហំ720ប៉ុន្តែវាច្រើនយើងប្រើ18អញ្ចឹងយើងបកមកវិញខ្ញុំបកមក size ដែលខ្ញុំត្រូវប្រើសម្រាប់ឧទាហរណ៍សម្រាប់បង្ហាញនៅក្នុងវីដេអូនេះកន្លែងនេះនៅពេលដែលខ្ញុំបង្កើតខ្ញុំអត់យក size គេទេខ្ញុំមានទំហំផ្ទាល់ខ្លួនរបស់ខ្ញុំករណីដែលយើងបង្កើតតាម size Facebook size ដែលយើងធ្វើ poster វាអត់មានក្នុងនោះទេដោយសារវា update រហូតអញ្ចឹងដើម្បីយើងបង្កើតបានយើងត្រូវមកមើលខាងគៀននេះវិញអានេះគឺជាចំណុចសំខាន់ហើយនៅពេលដែលយើងចង់បង្កើត file មួយកន្លែងនេះយើងអាចដាក់ជាឈ្មោះ file អញ្ចឹងយើងចង់ដាក់មកតាមចិត្តយើងទៅអញ្ចឹងខ្ញុំដាក់ថា poster មកទៅខ្ញុំដាក់ poster កន្លែងនេះគឺជាទំហំកន្លែងនេះគឺជាទទឹងកន្លែងនេះគឺជាកម្ពស់អញ្ចឹងករណីដែលយើងកន្លែងនេះវាចេញຂະຫນាតជា inch ណាអញ្ចឹងយើងអាចដូរបានយើងអាចដូរមកសង់ទីម៉ែត្រអីមកវាលោតហើយអញ្ចឹងខ្ញុំដាក់ទទឹង20 cm ទៅហើយខ្ញុំដាក់កម្ពស់តែ15ទេខ្ញុំអត់យកជ្រុងទេហើយមួយទៀតតទៅនឹងកន្លែងនេះគឺ resolution កន្លែងនេះដាក់ resolution កាន់តែខ្ពស់ file កាន់តែធំតែបើយើងដាក់ទាបពេករូបយើងក៏អត់ច្បាស់ដែរអញ្ចឹងយើងទាមទារឲ្យដាក់អាចតាមគួរសមតាមកុំព្យូទ័រទៅកន្លែងនេះខ្ញុំដាក់200ខនាតវាជា pixel ឬមួយក៏ inch វាមាន2មានសង់ទីម៉ែត្រមួយទៀតប៉ុន្តែអានេះវាអត់ចាំបាច់ទេយើងដាក់តាមហ្នឹងទៅហើយកន្លែងនេះយើងត្រូវកែមួយទៀតកន្លែងនេះដែរខ្ញុំសូមបញ្យល់ពី color mode ដែលយើងប្រើសម្រាប់ពីរហ្នឹងវាមានតែពីរទេដែលយើងប្រើជាក់ស្ដែងចាំបាច់មែនតើព្រោះវាសំខាន់តើតើនឹង color mode យើងប្រើតែពីរ RGB និង CMYK
RGB នេះបើយើងនិយាយខ្លីទៅគឺសម្រាប់ post សម្រាប់ social media សម្រាប់មើល view ដូចជា TikTok Facebook Instagram អីដែលយើងយកទៅ post យកទៅ boost page អីគឺយើងប្រើ RGB CMYK គឺជាបច្ចេកដែលយើងធ្វើសម្រាប់តែ print ចេញក្រៅគឺយើងប្រើ CMYK ហើយអញ្ចឹងសម្រាប់បច្ចេកដែលខ្ញុំបង្ហាញនេះគឺគ្រាន់យើងធ្វើបង្ហាញនៅក្នុង laptop ក្នុងវីដេអូទេអញ្ចឹងខ្ញុំប្រើ RGB បើយើងមើលតាមជាក់ស្ដែងទៅមូលហេតុដែលខ្ញុំប្រើ RGB គឺស្អីនៅពេលដែលយើងបង្ហាញទៅយើងប្រើ CMYK វាអត់ពណ៌វាអត់ដិតដូច RGB ទេអញ្ចឹងយើងប្រើ RGB បន្តមកទៀត white background នេះយើងអាចរើសវាមានច្រើនពណ៌ប៉ុន្តែជាទូទៅ default ឯងគឺ white ហើយពណ៌សហើយអញ្ចឹងខ្ញុំចុច create តែម្ដងទៅ file ហ្នឹងខ្ញុំបាន file នេះមួយនៅពេលដែលយើងបង្កើត file មកវាមានmenu មានអីជាច្រើនអញ្ចឹងនៅខាងគៀននេះគេហៅថា tool Photoshop tool អញ្ចឹងវីដេអូហ្នឹងខ្ញុំនឹងបង្ហាញពី tool មួយឲ្យច្បាស់ទាំងអស់វាមានច្រើនដែរ tool ទាំងអស់នៅពេលដែលយើងយល់ពី tool ទាំងអស់ហ្នឹងយើងអាច edit រូបភាពឬមួយក៏កាត់តរូបភាពបានគ្រប់ទម្រង់ដែលយើងអាចចង់បានណាព្រោះទាំងអស់វានៅលើ tool ហ្នឹងទាំងអស់ហើយអញ្ចឹងដើម្បីយើង start ទៅបន្តខ្ញុំបញ្យល់ពី tool នៅខាងគៀននេះហើយនៅខាងលើនេះគេហៅថា menu bar ហើយបន្ទាប់ពី menu bar ហើយនៅខាងជួរបន្ទាប់ពីក្រោម menu bar គេហៅថា option ហើយយើងមានកន្លែងនេះទៀតអានេះវាជាឈ្មោះ file កន្លែងឈ្មោះ file យើងអាចហៅថា document អញ្ចឹងយើងមកមើលគៀននៅខាងស្ដាំដៃនៅជា interface ដែលបន្ថែមពីលើនៅក្នុង tool ហ្នឹងវាជា property របស់ tool អញ្ចឹងកន្លែងហ្នឹងគេហៅថា panel អញ្ចឹងករណីដែលអ្នកនរគ្នាមាន Photoshop 2025 ឬមួយក៏ download មកតឡើងទៅវាខុសពីរបស់ខ្ញុំខុសប្រភេទ tool ឬមួយក៏ interface ហ្នឹងខុសគ្នាកន្លែងហ្នឹងវាអត់អីទេដោយសារតែយើងអាច custom បានកន្លែង custom គឺនៅនេះយើងចុច window នៅខាងលើនេះមកនេះទី2 workspace អញ្ចឹងយើងអាចកែមក painting នៅពេលយើងកែវាមានផ្សេងវា load interface ផ្សេងយើងកែមក motion វាមានមកផ្សេងទៀតយើងកែមកឥឡូវខ្ញុំកែមក default វិញយើងបន្តមកទៀតនៅពេលដែលយើងបើក Photoshop ដំបូងយើងទៅឡើងមកដំបូងវាមាន function ខ្លះដែលវាអត់ត support ជាមួយនឹង computer ដែលយើងអាចប្រើប្រាស់ផ្លូវការបានទេអញ្ចឹងយើងមានកន្លែងធ្វើការខ្លះអញ្ចឹងកន្លែងធ្វើការយើងអាចចូលមក edit នេះមកយើងចូល preference យើងចូល general អញ្ចឹងជាចាំបាច់ Photoshop ទាំងអស់តឡើងមកសម្រាប់ computer ថ្មីហ្មងយើងអាចមានបញ្ហាខ្លះអញ្ចឹងយើងត្រូវតែកែកន្លែងហ្នឹងទី1 interface អាហ្នឹងករណីយើងចង់មកសឬមួយក៏នេះយើងអាចកែនៅកន្លែងហ្នឹងបានបន្តមកទៀត workspace ខ្ញុំបង្ហាញនៅកន្លែងនេះហើយយើងអត់ដាក់យើងមិនបាច់ចាំកែទេយើងដាក់ default ទៅកន្លែងនេះយើងមកឡងទៅយើងបន្តមក file handling អញ្ចឹង file handling នេះខ្ញុំសូមបញ្យល់កន្លែងនេះអានឹងវាចាំបាច់មែនតើហ្នឹងសម្រាប់ computer ដែលយើងចង់ដែលដើរលឿនយើងអាចកែមកដាក់5នាទីក៏បានដែរមុខងារវាគឺនៅពេលដែលយើងធ្វើ project យើងអត់បាន save file មានន័យថារាល់5នាទីវា save file ឲ្យយើងម្ដងប៉ុន្តែបើសិនជា computer ដែលយើងដើររៀង slow ដែរអត់សូវ smooth យើងដាក់មក10នាទីមកអានេះមាន10នាទីវា save file ឲ្យយើងម្ដងទោះបីយើងអត់ចុច control save អីក៏វា save project នឹងឲ្យដែរអញ្ចឹងយើងបន្តមកទៀតអានេះនៅពេល export យើងចង់ default ទៅអីគេ JPG ឬក៏ PNG អាហ្នឹងយើងអាចកំណត់បានពេលយើង save file យើងអាចកំណត់បានទេអញ្ចឹងយើងបន្តមក performance អាហ្នឹងគឺជា space ដែលយើងឲ្យ RAM ដែលយើងអាច access នៅលើ RAM បានណាអញ្ចឹងអាហ្នឹងយើងមិនបាច់ចាំទៅកែទេដោយសារតែវា analyze ឲ្យហើយនៅពេលដែលយើងទៅឡើង Photoshop ហ្នឹងមកហើយកន្លែងនេះក៏យើងអត់មានអីត្រូវការដែរកន្លែងនេះកន្លែង device
កន្លែងនេះយើងប្រើលើ try C ទៅប៉ុន្តែខ្ញុំសូមបញ្យល់បន្តិចកន្លែងនេះមានន័យថាតើយើងចង់ឲ្យ Photoshop ហ្នឹងវា run នៅលើ try មួយណាអញ្ចឹងណាតែជាទូទៅវានៅលើ try C ហើយបន្តមកទៀតកន្លែងនេះក៏យើងអត់មានអីត្រូវកែដែរយើងមកមើលនៅកន្លែងកាយនេះយើងអាចចង់ដូរពណ៌ក៏បានដែរអញ្ចឹងកាយនេះខ្ញុំនឹងបង្ហាញបន្ទាប់ពីខ្ញុំអូខេនេះទៅខ្ញុំអូខេហើយកន្លែងនេះយើងត្រូវ add បន្ថែមឲ្យ more standard ទៀតយើងអាចជាទូទៅរបស់ Photoshop វាមាន rule មាន guideline របស់វាព្រោះអាហ្នឹងនៅពេលដែលយើង edit ដំបូងខាត់តដំបូងយើងត្រូវការប្រើវាអញ្ចឹងយើងចូលមក view នេះមកនេះយើង add rule នេះវាសូជាຂະຫນាតឲ្យយើងអញ្ចឹងយើងស្រួលមើលហើយកន្លែងកាយដែលខ្ញុំបង្ហាញថាយើងចង់ដូរពណ៌ឬមួយក៏អត់មិញនៅពេលដែលយើងចង់ទាញ object ពី3ឲ្យស្មើគ្នាយើងចង់មើលអូមកនេះវាមានជាកាយចេះយើងចង់ឲ្យវាស្មើគ្នាអាហ្នឹងវានៅក្នុងកាយហ្នឹងហើយកាយហ្នឹងបើសិនជាយើងឃើញវាច្រើនចង់លុបយើងលុបបានទេយើងគាត់ click លើវាមកយើងចុច delete មកវាទៅហើយឬមួយក៏ click លើវាយើងមកស្នាមវាមានតែហើយយើងចុច backspace ក៏បានដែរវាទៅដូចគ្នាអញ្ចឹងបន្ទាប់ពីយើង custom វាហើយយើងអាចបញ្ចូលពីអញ្ចឹងបន្ទាប់ពីយើង custom វាហើយយើងអាចប្រើបានใน Photoshop ហ្នឹងអញ្ចឹងចំណុចបន្ទាប់មកទៀតយើងអាចមកមើលកន្លែង file នេះបន្តិចបន្ទាប់ពីយើងដោយសារយើងចប់ពី file ហ្នឹងយើងចូលទៅបញ្ចូលពី tool មួយអញ្ចឹង file ហ្នឹងវាសំខាន់ព្រោះវាជីកបើកបានឬមួយក៏អត់គឺយើងត្រូវយល់ពីmenu file ហ្នឹងសិនfile ហ្នឹងយើងចូលមកដំបូងយើងមាន new មានអី open ហ្នឹងវាដូចនៅពេលយើងបើកដំបូងហ្នឹងយើងអាចមកឡងបានកន្លែងដែលយើងត្រូវនេះគឺយើងកន្លែង save អញ្ចឹងនៅពេលដែលបញ្ជីថ្មីយើងចុច save as នៅពេលដែល save as អានេះគឺជាកន្លែងរើ extension អញ្ចឹងបើ file នឹងជារូបភាពយើង save ក៏ដូច JPG ប៉ុន្តែបើយើង save សម្រាប់ edit ជា file Photoshop នេះយើងត្រូវកែមក PSD ឬមួយក៏ file TIF ខ្ញុំនឹងបង្ហាញនេះគឺ TIF អញ្ចឹងយើងអាចរើសពីរហ្នឹងក៏បានដែរប៉ុន្តែជាទៅយើងប្រើ PSD ទៅវា file ទូជាងអញ្ចឹងខ្ញុំ cancel យើងបន្តចូលមកដល់ tool ដែលយើងបង្ហាញពីមួយទៅទាល់តែអស់សម្រាប់វីដេអូ Photoshop ទាំងអស់ហ្នឹងប៉ុន្តែវីដេអូនេះវែងដែរអញ្ចឹងខ្ញុំនឹងបញ្យល់ពី3 tool សិនហើយយើងនឹងបន្តនៅ tool ក្រោយទៀតអញ្ចឹង tool ទី1ដែលយើងត្រូវតែប្រើមុនគេហ្មងគឺ move tool អញ្ចឹងវា move នៅលើគេហ្នឹងហើយអញ្ចឹង tool move នេះវាមានមុខងារសំខាន់មិនថាបច្ចេកតូចធំទេគឺត្រូវការប្រើវាទាំងអស់បានអាចបង្កើតឬមួយក៏កាត់តបានtool move នេះគឺយើងសម្រាប់ move file ឬមួយក៏ move excite ចេញtool move នេះគឺយើងត្រូវតែប្រើtool move នេះគឺយើងប្រើសម្រាប់move object អញ្ចឹងខ្ញុំសូមបើក file មួយឧទាហរណ៍ខ្ញុំមានរូបនេះមួយនៅពេលដែលខ្ញុំបើករូបនេះមកវា load មក document មួយទៀតអញ្ចឹងខ្ញុំទាញវាទៅចូល file របស់ខ្ញុំអញ្ចឹងបើយើងចង់ទាញយើងត្រូវដោះសោសិនឧទាហរណ៍មិញកន្លែងនេះវាជាប់សោអញ្ចឹងយើងទាញនេះក៏ទៅដែរនេះវា load error ហើយអញ្ចឹងនៅពេលដែលខ្ញុំដោះសោខ្ញុំអាចទាញវាទៅបានដែរទាញមកយើងយកមកតម្លាក់លើនេះមកវាមកហើយអញ្ចឹងនៅពេលដែលតម្លាក់មកយើងចង់កែទីតាំងផ្លាស់ប្ដូរទីតាំងអាហ្នឹងវានៅលើ tool move ហ្នឹងហើយអញ្ចឹងយើងចុចវាមកករណីមួយទៀតដែលអ្នកទាំងអស់គ្នាចុចទៅវាអត់ដើរដូចខ្ញុំទេមានតែចេះនេះដោយសារយើងអត់តន់ tick ឡើយនេះពេលខ្ញុំអត់តន់ tick ខ្ញុំចុចទៅវា load error ហើយអញ្ចឹងដើម្បីឲ្យស្រួលយើងចុច auto select នេះ
យើងចុចមកបានហើយអញ្ចឹងយើងអាច move បានតាមចិត្តអញ្ចឹងនៅក្នុង tool move នឹងទៀតវាមាន move ករណីយើងចង់មកគៀនអញ្ចឹងវាអត់អាឡាញគៀនទេទោះវាយើងតម្រឹមទៅវាអាចថាខុសគ្នាបន្តិចបន្តួចអញ្ចឹងយើងអាចចុច select លើ tool លើ object ហ្នឹងយើងចុច control A យើងចុច control A ហើយកន្លែងនេះយើងអាចសេរីបាននៅកន្លែង option យើងចង់វាមកគៀនយើងចង់វាមកកដាលគឺវានៅទាំងអស់អានេះកដាលឆ្វេងស្ដាំណាព្រោះអានេះកដាលលើក្រោមនេះបានកដាលមែនតើបទូមូលនេះយើងចប់ត្រឹមប៉ុណ្ណឹងហើយខ្ញុំកាត់បន្តមកselection នេះនៅពេលដែលយើងចង់ select លើ object ណាមួយដើម្បីខាត់ដើម្បីអីគឺយើងត្រូវប្រើ selection នៅលើរូបភាពហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់កាត់យកទៅកន្លែងព្រះអាទិត្យនេះហេអញ្ចឹងខ្ញុំចូលលើ tool selection នេះselection ហ្នឹងវាមាន4ទៀតវាមានប្រភេទជាជ្រុងជាមូលឬមួយក៏ជាបន្ទាត់នៃបន្ទាត់ឈរហ្នឹងវាមាន4អញ្ចឹងខ្ញុំឧទាហរណ៍បន្ទាត់ជាជ្រុងឲ្យសិនខ្ញុំគូអានេះវាអាចអត់ជ្រុងទេករណីដែលយើងចង់ជ្រុងយើងចុច shift ហើយយើងចង់ទាញវេប៉ុណ្ណាក៏វាលោតមកឥឡូវខ្ញុំឧទាហរណ៍នៅលើ selection ហ្នឹងទៅខ្ញុំគូជាជ្រុងអញ្ចឹងបើយើងគូយើងទាញមកវាអត់ចេញជាជ្រុងទេអញ្ចឹងយើងចុច shift ទៅវាលោតមកជ្រុងហើយអញ្ចឹងវាជ្រុងហើយអញ្ចឹងនៅពេលដែលវាចេញជា select អញ្ចឹងនៅពេលដែលយើងចង់ទាញតាពលឺតាព្រះអាទិត្យនឹងចេញមកយើងត្រូវដូរកន្លែងនេះមក move សិននៅពេលដែលយើងដូរមក move ហើយបានយើងអាចទាញវាចេញបាននេះវាអាចចេញមកហើយអញ្ចឹងខ្ញុំគិតថា tool move វាសំខាន់អញ្ចឹងយើងប្រើអីក៏យើងត្រូវការ tool move ហ្នឹងដែរករណីមួយទៀតយើងតង់ទាញមកឲ្យគៀនចេះប៉ុន្តែវាអត់យើងចង់ឲ្យស្មើនេះយើងទាញមកវាអត់ស្មើទេអញ្ចឹងយើងចុច shift ទៅវាស្មើហើយយើងចង់ទាញមកទៅណាក៏វាស្មើដែរអញ្ចឹងនៅពេលខ្ញុំទាញមកហើយវានៅជាប់ select នឹងដែរអញ្ចឹងយើងធ្វើអីក៏អត់កើតដែរអញ្ចឹងយើងត្រូវចុច control D ទៅវាឡើងជាប់ select ហើយបន្តមកទៀតនៅក្នុង tool move នឹងដែរវាមានប្រភេទជាមូលប្រភេទមូលនេះបើសិនជាយើងគូទាញមកធម្មតាចេះក៏វាអត់មូលដែរវាចេញជារូបពងក្រពើឬមួយក៏រូបបែបផ្សេងអញ្ចឹងណាអញ្ចឹងអានេះយើងចុចមកយើងចង់មូលវាចេញមកយើងទាញវាមកតែយើងត្រូវដូរមក tool move សិនចុច shift ដូចមិញបន្តមកទៀតករណីដែលខ្ញុំចង់កាត់វាឲ្យមូលអញ្ចឹងយើងត្រូវចុច shift ប៉ុន្តែវានៅជាប់កន្លែងនេះជាប់ select នេះយើងត្រូវចុច control D សិនដល់ selection មិនយើងអាចគូទៀតបានអញ្ចឹងខ្ញុំចង់គូយកទៅទឹកសមុទ្រទេខ្ញុំចុច shift ខ្ញុំយកវងមូលយើងគូចេញហើយយើង select វាបាន object នៅខាងក្នុងហ្នឹងហើយយើងចុច tool move មកយើងទាញមកវាមកទៀតហើយនៅពេលដែលយើងគូហើយយើងគូចេញបានហើយប៉ុន្តែវានៅតែប្រភេទ layer តែមួយឯងមានន័យថាវានៅតែក្នុងរូបនឹងដែរណារូបសមុទ្រមិញដែរណាករណីដែលយើងចង់គូចង់ select ឲ្យវាចេញជាពីរ object ផ្សេងគ្នាមានន័យថាយើងគូ move ចេះមួយមកនៅពេលដែលយើងគូចេញ move ហើយយើងចង់ឲ្យវាចេញជា layer ផ្សេងគ្នាដាច់ពីរូបភាពសមុទ្រនឹងទាំងអស់យើងគូចេញហើយយើងចុច control J យើងត្រូវ select លើ object ហ្នឹងសិន layer ហ្នឹងសិនចុច control J មកវាបានជា object តែឯងមួយផ្សេងទោះបីជាយើងបិទផ្នែកអានេះក៏វានៅតែឯងមួយដែរអញ្ចឹងអាហ្នឹងវាជា selection tool កន្លែងនេះខ្ញុំបញ្យល់ពី tool ហ្នឹងខ្ញុំអាចថាបែរមកបញ្យល់ពីអានេះតិចដែរព្រោះហ្នឹងយើងត្រូវតែយល់
នៅខាងនេះនៅក្នុងខាងគៀននេះគេហៅថា panel ប៉ុន្តែនៅក្នុង panel ហ្នឹងវាមាន layer ហ្នឹងទៀតអញ្ចឹង layer ហ្នឹងគឺវា control object ទាំងអស់នៅក្នុង file Photoshop យើងទាំងអស់ហ្នឹងណាដូចអានេះខ្ញុំមានរូបភាពមួយអញ្ចឹងអានេះគេហៅថា layer ហើយអញ្ចឹងអានេះ layer ទី2គឺជា image ដែលខ្ញុំកាត់ពីរូបទី1នេះដំបូងណាអញ្ចឹងយើងបិទមកហើយករណីមួយទៀតហើយនៅក្នុង layer ហ្នឹងដែរក្នុងករណីមួយដែលថាយើងចង់ធ្វើទៅលើ object នេះឯងប៉ុន្តែយើងចុចមកយើងច្រឡំដែរយើងប៉ះតានេះវា move ទៅវាទៅតានេះអញ្ចឹងណាអញ្ចឹងយើងអាច lock វាបានយើងចុច lock មកយើង move វាទៅណាកន្លែងទៅដែរទោះយើងនៅលើ tool move ហ្នឹងក៏យើង move អាហ្នឹងអត់ទៅដែរតែបើនេះយើងអាចទៅបានហ៎ដោយសារយើងបាន lock layer ទី1ហ្នឹងបានដែរអញ្ចឹងនៅពេល unlock យើងគ្រាន់តែចុចដោះសារមកបានហើយយើងអាចប្រើទៅទៀតដែរទៅបានហើយខ្ញុំសូមបញ្យល់ពីកន្លែងនេះបន្តិច opacity នៅពេលដែលយើងចង់ឲ្យវាដិតឬមួយកសាលយើងអាចកែនៅកន្លែងហ្នឹងបានអានេះយើងអាចវាយក៏បានយើងអាចអូសដូចខ្ញុំចេះក៏បានដែរអានេះតែ 70% ទេអានេះគឺ 30% អាហ្នឹងវាព្រិលតាមហ្នឹងនៅក្នុង layer នឹងបន្ថែមពីនឹងទៀតវាមាននៅក្នុងនេះដែរអានេះខ្ញុំនឹងបញ្យល់នៅក្នុងវីដេអូបន្ទាប់ព្រោះនេះវាច្រើនតែចាយើងត្រូវឧទាហរណ៍មួយទៀតអញ្ចឹងយើងបូកមក function បន្ទាប់ដែលខ្ញុំត្រូវបន្ថែមនៅក្នុងវីដេអូហ្នឹងឲ្យចប់នៅពេលដែលយើងចូលមកដូចខ្ញុំចេះខ្ញុំ zoom in zoom out ចេះអញ្ចឹងបើយើង scroll មកវាអត់ទៅទេយើង scroll មកវាទៅជាលើក្រោមវាមិនមែនជា zoom in zoom out ទេអញ្ចឹងយើងត្រូវចុច Alt យើងចុច Alt ចេះមកយើងចុច Alt ហើយយើង zoom in zoom out ទៅបានហើយបន្ទាប់ពីយើងដឹងពីរបៀប zoom in zoom out ហើយនៅក្នុងវីដេអូហ្នឹងយើងនឹងបន្ថែមតកតងនឹងការកែប្រែឬមួយក៏ rotate នៅក្នុងរូបភាពនៅក្នុង object អីយើងអាចឧទាហរណ៍យើងអាចពវល់វាបានយើងគ្រាន់យើងដាក់មើលគៀននេះមកឲ្យចេញជាសញ្ញាព្រួញ2អញ្ចឹងចាំយើងអាចពវល់បានចង់ពវល់អីបានទាំងអស់ពេលដែលយើងអាចពីពវល់បានហើយយើង complete យើងចុច tick នៅខាងលើនេះសិនបើមិនជាយើងអត់ចុច tick ទេគឺវាអត់ទៅទេអញ្ចឹងចុច tick ហើយវាពវល់បានហើយមួយទៀតនៅពេលដែលយើងពវល់បានហើយយើងចង់ក្របរូបភាពនឹងអីយើងអាចក្របនៅនេះបានហើយអញ្ចឹងអាចក្របបាន tool ក្របនេះខ្ញុំនឹងបន្ថែមប៉ុន្តែដោយសារយើងជាប់មករូបភាពហើយអញ្ចឹងខ្ញុំក៏អាចខ្ញុំឈានចូលហើយនឹងបន្តិចបន្ទាប់ពីយើងដឹងពី tool move ហើយខ្ញុំនឹងបន្ថែមមកកន្លែងទៀតនៅក្នុង menu នេះនៅក្នុង image ដោយសារយើងបញ្ជីកដំបូងគឺយើងត្រូវយល់ពី image ដំបូងគេហើយអញ្ចឹងជាការចាប់ផ្ដើមហ្មងយើងត្រូវយល់ពី image image នេះខ្ញុំចង់បន្ថែមឲ្យនៅក្នុង image size នេះយើងចូលមក image size នេះគឺជា size ដែលខ្ញុំបង្កើតមិញ 20x15 អញ្ចឹងករណីដែលខ្ញុំចង់បង្កើតមកខុស size យើងមិនបាច់ទៅ delete ហើយយើងបង្កើតថ្មីទេយើងគ្រាន់តែបន្ថែមនៅក្នុងនេះក៏វាបានដែរអញ្ចឹងខ្ញុំបន្ថែម20មកអញ្ចឹង20លើ20ក្រោមប៉ុន្តែករណីដែលវាយើងកែក្រោមទៅវា real ទៅលើអញ្ចឹងយើងដកនេះសិនយើងដកហ្នឹងសិនមកអញ្ចឹងខ្ញុំដាក់20ដែរអញ្ចឹងយើងចុចមកវាទៅជាជ្រុងឲ្យហើយអញ្ចឹងimage ហ្នឹងវាចេញជាជ្រុងហើយនៅក្នុង image ហ្នឹងដែរវាយើងអាចកែ resolution អីបន្ថែមបានទៀតខ្ញុំចង់ដាក់300វាកាន់តែទំហំនៅដដែលទេប៉ុន្តែទំហំ resolution ហ្នឹងវាធំអញ្ចឹងវាធ្វើឲ្យវិចិត្រយើងកាន់តែធំវាឡើងមកកម្រិតទៀតគឺ300 resolution ណាបន្ទាប់ពីយើងមើលកន្លែង resolution ហ្នឹងហើយយើងបកមកកន្លែង crop ដោយសារវាចូលដល់កន្លែង image size អញ្ចឹងយើងអាចយល់ពីកន្លែង crop ហ្នឹងតិចទៀតcrop នេះក៏យើង crop ហើយយើង crop មកប៉ុណ្ណេះហើយយើងចុច tick ហើយអញ្ចឹង image size នៅកន្លែងនេះក៏វា resize ទៅតាមអ្វីដែលយើងបាន crop វាលែង20x20 ហើយ
វាបានតែ16គុណនឹង20ទេអញ្ចឹងករណីដែលយើងចង់ឲ្យវាទៅ20ទៀតក៏បានដូចគ្នាវាលោតមក20ហើយអញ្ចឹងយើងបកមក tool move វិញដោយសារយើងត្រូវ move អីវានៅក្នុង tool move នឹងទាំងអស់ហើយ tool នេះគឺជា select tool ដូចគ្នា select tool នេះគឺយើងអត់គូទេគឺយើងអត់មានដាក់មកចេញជ្រុងឬមួយក៏ move អញ្ចឹងឯងយើងអាចគូជាដៃវាមាននៅក្នុងនេះទាំងអស់អញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងបញ្យល់ពី tool តាមលំដាប់លំដោយនៅក្នុងវីដេអូបន្ទាប់ទៀតអញ្ចឹងវីដេអូទី1ខ្ញុំសូមបញ្យល់ត្រឹមប៉ុណ្ណឹងហើយសម្រាប់ tool បន្ទាប់ខ្ញុំនឹងបញ្យល់នៅក្នុងវីដេអូទី2